សូមជម្រាបសួរសូមស្វាគមន៍មកកាន់ Channel Knowledge Cambodia 100K ថ្ងៃនេះនាងខ្ញុំមកបរិយាយអំពីអត្ថប្រយោជន៍នៃពុទ្រាក្រៀមសូមបងប្អូនជួយចុច Subscribe ឬចុចសញ្ញាកណ្ដឹងដើម្បីទទួលបានវីដេអូថ្មីៗផ្លែពុទ្រាក្រហមឬផ្លែពុទ្រាទូទៅពិតជាផ្លែឈើដែលផ្ដល់អត្ថប្រយោជន៍ច្រើនមែនសារធាតុចិញ្ចឹមសំខាន់ដូចជាវីតាមីន C ជាតិសរសៃ ប៉ូតាស្យូម និងសារធាតុប្រឆាំងអុកស៊ីតកម្មដែលមាននៅក្នុងផ្លែពុទ្រាជួយដល់សុខភាពបានច្រើនយ៉ាងនេះជាអត្ថប្រយោជន៍សំខាន់ដែលអ្នកអាចទទួលបានជួយដល់ការរំលាយអាហារដោយសារតែសម្បូរជាតិសរសៃវាជួយដោះស្រាយបញ្ហាទល់លាមកនិងធ្វើឲ្យប្រព័ន្ធរំលាយអាហារដំណើរការល្អប្រសើរពង្រឹងប្រព័ន្ធការពាររាងកាយវីតាមីន C ខ្ពស់ជួយជំរុញការផលិតកោសិកាភាពស៊ាំប្រឆាំងមេរោគនិងកាត់បន្ថយហានិភ័យនៃជំងឺផ្ដាសាយជួយដល់ការគេងនិងកាត់បន្ថយ stress នៅក្នុងឱសថបុរាណចិនគេប្រើគ្រាប់ពុទ្រាដើម្បីបំបាត់ការថប់អារម្មណ៍និងជួយឲ្យគេងលក់ស្រួលសម្រួលសម្ពាធឈាមសារធាតុប៉ូតាស្យូមដើរតួនាទីសំខាន់ក្នុងការជួយគ្រប់គ្រងសម្ពាធឈាមនិងការពារជំងឺសរសៃឈាមបេះដូងប្រឆាំងភាពចាស់និងការពារកោសិកាសារធាតុប្រឆាំងអុកស៊ីតកម្ម Antioxidant ជួយបន្សាបរ៉ាឌីកាល់សេរីការពារកោសិកាមិនឲ្យខូចនិងជួយបញ្ចុះកូលេស្តេរ៉ុលផ្ដល់ថាមពលនិងប៉ូវឈាមសម្បូរជាតិដែកនិងវីតាមីន B ជួយបង្កើនកម្លាំងកាយកាត់បន្ថយភាពអស់កម្លាំងនិងជួយដល់ការផលិតគ្រាប់ឈាមចំណាំទោះបីជាល្អយ៉ាងណាក៏ដោយក៏គួរបរិភោគក្នុងកម្រិតមធ្យមដែរព្រោះបើបរិភោគច្រើនពេកអាចបង្កឲ្យក្តៅក្រហាយក្នុងខ្លួនបានសូមអរគុណបងប្អូនសម្រាប់ការតាមដានស្ដាប់ពីដើមដល់ចប់សូមបងប្អូនជួយចុច Subscribe ឬចុចសញ្ញាកណ្ដឹងដើម្បីទទួលបានវីដេអូថ្មីៗសូមអរគុណ